ក៏អាចជាក្តីស្រឡាញ់ដែរស្រឡាញ់គ្នាវាជារឿងមនុស្សពីរនាក់ព្រោះស្រឡាញ់គ្នាមានបេះដូងពីរតែស្រឡាញ់មានតែមួយទេដូច្នេះហើយទោះស្រឡាញ់គេម្នាក់ឯងឲ្យតែចិត្តស្មោះទោះគេមិនស្រឡាញ់វិញក៏ដោយក៏អាចការពារគេដោយស្ងាត់ស្ងាត់